តោះសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺយើងមានវីដេអូថ្មីមួយដែលថ្ងៃនេះដែរគឺយើងយកម៉ាស៊ីនកុំព្យូទ័រមួយទៅផ្លាស់ប្ដូរម៉ាស៊ីនកុំព្យូទ័រចាស់នៅរោងចក្រតោះឥឡូវយើងចាប់ផ្ដើមរៀបចំបាទនេះinternal hard disk ដើម្បីទុក copy ឯកសារចាស់នៅលើត្រៃចាស់ឥឡូវនេះយើងចាប់ផ្ដើមចេញទៅហើយបាទថ្ងៃស្មាននេះដូចជាម៉ោង1ជាងអ្នកនរគ្នាម៉ោង1ជាង7:02ឥឡូវនេះយើងធ្វើដំណើរមកតាមផ្លូវហើយទីតាំងដែលយើងត្រូវទៅយកម៉ាស៊ីនហ្នឹងគឺនៅផ្សារដេប៉ូបាទនៅផ្សារដេប៉ូបន្ទាប់មកយើងចាប់ផ្ដើមជិះមកដល់កន្លែងទៅយកម៉ាស៊ីនហ្នឹងបាទនេះម៉ាស៊ីនរបស់យើងភ្ញៀវគាត់រៀបចំឲ្យមកស្អាតហើយតមេបណ្ឌិតគឺមកផេតបាទអូខេបន្ទាប់មកទៀតយើងចាប់ផ្ដើមចងដាក់ម៉ូតូអីមកស្អាតមកបន្ទាប់មកទៀតយើងចាប់ផ្ដើមចេញទៅឥឡូវនេះយើងបានមកដល់អានេះស្តុបនៅមុខ Aeon 2បាទដោយសារតែខ្ញុំយកម៉ាស៊ីនហ្នឹងមកដូរនៅខាងភ្ញៀវនៅខាង Aeon 2អូខេបន្ទាប់មកទៀតយើងក៏មកមើលនេះបាទម៉ាស៊ីនចាស់របស់គាត់អញ្ចឹងយើងត្រូវដូរម៉ាស៊ីនចាស់របស់គាត់តាមក៏ប៉ុតទៅម៉ាស៊ីនចាស់របស់គាត់ហ្នឹងគឺវាអត់មានបញ្ហាអីទេគ្រាន់តែថាគាត់ត្រូវការ upgrade អញ្ចឹងគាត់ដូរថ្មីទៅហើយម៉ាស៊ីនចាស់ហ្នឹងគឺគាត់យកទៅតម្លើងឲ្យអ្នកផ្សេងអញ្ចឹងណាអូខេឥឡូវបន្តមកទៀតយើងចាប់ផ្ដើមដូរម៉ៅចាស់ជាមួយនឹង keyboard អញ្ចឹងយើងកាត់ខ្សែចំណងយើងចងខ្សែយើងកាត់រៀបចំវាឲ្យស្អាតឡើងវិញមកអាហ្នឹងយើងត្រូវដូរមួយ set វាហ្មងបាទមាន mouse ហើយនឹង keyboard បាទហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមដោះខ្សែ VGA បាទដោះខ្សែ VGA ម៉ាស៊ីនថ្មីនេះគឺយើងអត់មាន port VGA ទេប៉ុន្តែយើងមានតែ port HDMI ជាមួយនឹង port DP ប៉ុន្តែយើងមាន connector វាយើង convert ពីDP ទៅ VGA ដោយសារតែ monitor របស់គាត់ពងតែប្រើហ្នឹងគឺស៊េរីចាស់អញ្ចឹងវាមានតែ port VGA ទេប៉ុន្តែបើពួក laptop បើពួក monitor ស៊េរីខ្ពស់គឺវាមាន port HDMI អូខេប៉ុន្តែជាមិនបញ្ហាទេបាទយើង convert វាទៅជាយើង convert ពី DP ទៅ VGA វិញទៅគឺអាចដំណើរការបានដូចគ្នាបាទហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមតម្លើងហើយបាទយើងរៀបចំខ្សែចងឲ្យវាមកស្អាតមកឲ្យមើលទៅវាញ៉ៃហើយបន្ទាប់មកយើងរៀបចំអីអស់យើងចាប់ផ្ដើមinstall កម្មវិធីដាក់Excel Word អីឲ្យគាត់មក set ទៅបាទការងារ Office អូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសូមចាំជួបគ្នានៅវីដេអូក្រោយបាយបាយ